ទៀតខ្ញុំនិយាយពីនេះពីប្រព័ន្ធសំឡេងដែលខ្ញុំបានអនុវត្តនិងប្រើប្រាស់ហើយអញ្ចឹងខ្ញុំហ៊ាននិយាយថាខ្ញុំជាអ្នកជំនាញនៅស្រុកខ្មែរទី1ដែលប្រើប្រាស់ប្រព័ន្ធសំឡេងហ្នឹងប្រព័ន្ធដើម្បីបង្កើតបានជាសំឡេងហ្នឹងតាមប្រព័ន្ធ Vertical Method ហ្នឹងខុសពីប្រព័ន្ធធម្មតាយ៉ាងម៉េចនៅក្នុងប្រព័ន្ធ system នៃការយើងហៅថាសំឡេងអញ្ចឹងឬក៏អាចហៅថាច្រៀងទៀតព្រោះថាច្រៀងហ្នឹងវាមានផ្ដើមចំណុចផ្សេងបែកពីទូទៅក្នុងហ្នឹងមានច្រើនមានទាំងសំឡេងមានទាំងការបង្កើតទឹកដមអីចឹងទៅកើតទឹកដមសំឡេងមាននឹងការយើងច្រៀងធ្វើម៉េចឲ្យយើងពាក្យឲ្យព្រោះគេហៅអង់គ្លេស diction ហើយនៅជំនាញស្រុកខ្មែរយើងគឺអត់សូវបកកែ diction ហ្នឹងទេហើយមានការឲ្យយើងស្គាល់ពីយើងច្រៀងចង្វាក់ rhythm ហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចមានដង្ហើមមានអីចឹងទៅអានេះគឺប្រព័ន្ធជាទូទៅគឺមានអញ្ចឹងតែជាទូទៅតាមដែលខ្ញុំធ្លាប់រៀនមកមានអីខ្លះទី1គេច្រើនហៅ bel canto នោះគឺជាប្រព័ន្ធនៃសំឡេងការបង្កើតសំឡេងតាមសម្រាប់អ្នកដែលគាត់រៀន classical ចឹងអាចនឹងច្រៀង opera អីហ្នឹងគឺគេណាស់ហ្នឹងហើយមានមួយប្រព័ន្ធសម្រាប់ថ្មីទៀតគេហៅ mix voice ហ្នឹងគឺមានន័យថាគេឲ្យយើងរាវរកនៅសំឡេងមួយពេលដែលយើងច្រៀងមកទៅវាមានតែសំឡេងទាបនិងសំឡេងខ្ពស់ចូលគ្នាហើយស្រែដូច mix ហើយដូច mix ដូចយើង mixer អញ្ចឹងយើង mix អាទាបខ្ពស់ចូលគ្នាអញ្ចឹងទៅបានពីព្រោះអាហ្នឹងមួយអញ្ចឹងទៅហើយអាចមួយទៀតគឺគេប្រើនេះប្រព័ន្ធហ្នឹងគឺគេប្រើជាតាមលក្ខណៈ mass resonance មានន័យថាពេលដែលយើង mass resonance ហ្នឹងមានន័យថាពេលដែលយើងច្រៀងមកយើង project សំឡេងមកឲ្យចំកន្លែងណាមួយនៅក្នុងម៉ាស់ក្នុងលំហមុខរបស់យើងហ្នឹងអញ្ចឹងសំឡេងហ្នឹងវាព្រោះវាកងរំពងអីចឹងទៅអាហ្នឹងប្រព័ន្ធនេះគេហ្នឹងប៉ុន្តែប្រព័ន្ធរបស់ដែលខ្ញុំរៀនហើយនឹងខ្ញុំអនុវត្តរាល់ថ្ងៃហ្នឹងគឺប្រព័ន្ធ vertical ហ្នឹងគឺអត់តកតងដល់ហ្នឹងទេគឺតកតងតែមួយគត់ជាមួយនឹងអណ្ដាតតែមួយគត់ជាមួយអណ្ដាតហើយយើងជឿថាប្រព័ន្ធហ្នឹងយើងជឿថាអណ្ដាតគឺជាសរីរៈចាំបាច់បំផុតដំបូងបំផុតនៅក្នុងការបង្កើតសំឡេងនៅពេលដែលសាច់ដុំអណ្ដាតគឺវាធ្វើការត្រឹមត្រូវវានឹង contract vocal cord របស់យើងបានត្រឹមត្រូវអញ្ចឹងយើងអត់មានជាងdirect ចេញពីយើងត្រូវសំឡេងបុកពីពោះយើងត្រូវប្រឹងពោះឲ្យបីសំឡេងចេញមកខ្លាំងមានអីទេយើងអត់យ៉ាងទេយើងធ្វើម៉េចពីដំបូងគឺយើងចាប់ពីអណ្ដាតទៅគឺថាយ៉ាងម៉េចគឺសម្រាប់អ្នកដែលគាត់ជា friend របស់ខ្ញុំក្នុង Facebook អីចឹងខ្ញុំច្រើនសរសេរថាពុនដាតពុនអីចឹងប្រព័ន្ធហ្នឹងគឺដំបូងគឺឲ្យយើងរៀន control អណ្ដាតសិន control អណ្ដាតហ្នឹងហើយបន្តទៀតបានយើងពង្រឹងសាច់ដុំអណ្ដាតហ្នឹងអូខេអញ្ចឹង control យ៉ាងម៉េចអញ្ចឹងពីដំបូងគឺយើងសាកហាមាត់ទាំងអស់គ្នាមើលទៅហាមាត់ហ្នឹងយើងមើលអណ្ដាតខ្លួនឯងយើងអាចហាមាត់នៅក្នុងមុខកញ្ចក់ចឹងទៅឬយើងមានទូរស័ព្ទដាក់ selfie កាមេរ៉ាមកមុខចេញមកយើងមើលទៅអណ្ដាតរបស់យើងតើវាមានចលនាខ្វល់ខ្វល់ឬក៏អាចខ្វល់ខ្វល់មានថាវាទាញទៅមុខទាញទៅក្រោយគឺការអណ្ដាតរបស់យើងវាទាញចូលក្នុងអាចុងអណ្ដាតហ្នឹងវាអត់នៅស្មើជាមួយនឹងថ្មីកំមុខអញ្ចឹងណាវាអាចនឹងទាញចូលក្នុងឬពេលខ្លះក៏អណ្ដាតហ្នឹងវាអាចលាតមកមុខហួសថ្មីកំមុខហ្នឹងសិតតែអត់គួរកាត់ឡើងទេនៅពេលដែលយើងច្រៀងឬក៏ពេលយើងនិយាយហ្នឹងជួនកាលអ្នកខ្លះអណ្ដាតគាត់ហ្នឹងនៅគល់អណ្ដាតក្បែរពងកខាងក្នុងនេះវាទូញឡើងអញ្ចឹងហ្នឹងក៏អត់ត្រឹមត្រូវដែរអញ្ចឹងហើយពេលខ្លះអណ្ដាតដែលពេលអណ្ដាតយើងហ្នឹងពេលយើងហាមាត់យើងអាចសាកយកចុងម្រាមដៃទៅស្ទាបអណ្ដាតហ្នឹងទៅជួនកាលវាហឹងអញ្ចឹងវិធីដំបូងគឺធ្វើឲ្យអណ្ដាតហ្នឹងទន់សិនទន់ហ្នឹងហើយឲ្យវា relax ទៀតបន្តមកទៀតពេលដែលវា relax ហើយក្រោយរយៈពេលមួយអញ្ចឹងវាអាចយូរដែរអញ្ចឹងប្រព័ន្ធហ្នឹងវាយូរគាត់ថាវាយូរប៉ុន្តែសម្រាប់ខ្ញុំដោយសារខ្ញុំធ្លាប់បានរៀនជាមួយប្រព័ន្ធផ្សេងហើយដោយសារខ្ញុំថាអត់មាន talent ពីដើមអញ្ចឹងអញ្ចឹងពីកំណើតខ្ញុំអត់មាន talent ជាអ្នកជំនាញអីទេដោយសារតែខ្ញុំចង់ចេះថាអាជ្រៀនគេធ្វើម៉េចអញ្ចឹងបានខ្ញុំរៀនប្រព័ន្ធនេះប្រព័ន្ធនោះអញ្ចឹងទៅហើយបាន
đào pin muối cứ như miền sầm nạc mà chụp chỉ muối là một phần tiền game sân này chẳng nó bây đại mà cái đó bây giờ người thua nát mà dẹp pin hai thà mà năm bây năm mới có vẻ sao mà vậy đó nát bây giờ nó khang khăn nông này khang nông bông con cái bài con nó bị chặt đá lẹ cho họ bị chặt đá lẹ cho họ hái bị chặt đá khôn đám khôn nơi kịp chua chứ về để chua đó mẹ khôn đây khôn lại luồn qua đó bị khôn chứ ai mà sinh là dương trong đang thà khôn điện mấy anh đi nhưng mà này nó từ đâu nè chỉ miệng dương đây còn nè để chào vào đó nữa ở xã châu mơ cà chơi riêng rồi bo arena cái đàn đề đó bây giờ qua chiến hay dương mơ nó bây để plong đi chập khơi muột qua chân thì cần hàm quá đó chừng khơi đạt và quát việc khôn nó hàng trong hàng lòng anh đang gương chẳng ai và đây nhưng mình men màu chiến thắng Arena Grande nó cứ prap ra bọc quan này nhầm gì nên tiền ta tha ca khôn đạt cái chẳng ảnh nó bây giờ khôn đang hai viên đẹp tôn cái đó ca một đồng tôm đá ca dùng riêng tay đã cho không khom đạt để cho là mấy ẩn đạt về dưới vì sạch cống đi chặt đàm cùng rừng viên cầm làng anh chẳng